បងនេះផ្សិតហូបបងប្អូននេះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះទំនេរនៅផ្ទះកុំឲ្យអត់ប្រយោជន៍ថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទៅទស្សនានៅសកម្មភាពនៃការដកផ្សិតនៅតាមវាលស្រែជាមួយខ្ញុំបាទទាំងអស់គ្នាបងប្អូនបាទលើថានៅតាមវាលស្រែគឺមានផ្សិតច្រើនមែនទែនហើយអ្នកភូមិយើងក៏ដើរដកច្រើនដែរបងប្អូននេះតោះកុំឲ្យខាត់ពេលវេលាយូរទៅទស្សនានៅសកម្មភាពនៃការដកផ្សិតនៅតាមវាលស្រែជាមួយខ្ញុំបាទទាំងអស់គ្នាបាទឥឡូវខ្ញុំមកដល់វាលស្រែកន្លែងដកផ្សិតបងប្អូននេះគឺទេសភាពវាលស្រែបាទធំល្វឹងល្វើយបាទមានគោបាទគោកំពុងតែស៊ីស្មៅបងប្អូននេះវងគោបាទមានវងគោមានក្របីបងប្អូនក្របីក៏មានដែរបាទកំពុងតែស៊ីស្មៅនៅតាមវាលស្រែទេសភាពស្មាននេះគឺត្រជាក់ណាស់បងប្អូនបាទអត់ក្តៅទេថ្ងៃនេះបាទមេឃសតុំល្អណាស់បាទនេះគឺទេសភាពវាលស្រែខៀវកជ័យស្មៅខៀវខ្ចីតែម្ដងបាទបងប្អូននេះផ្សិតហូបបងប្អូននេះដកវាមកនេះបងប្អូននេះយកវាទៅឆាទៅស្លអីក៏ត្រូវបងប្អូននេះទៀតបងប្អូននេះផ្សិតច្រើនណាស់នេះផ្សិតច្រើនណាស់បងប្អូននេះដកវាមកដកមកផ្សិតច្រើននេះទៀតដកមកពុបទៀតនេះទៀតអូទៀតនេះច្រើនណាស់នេះដកស្រួលនេះដកស្រួលយិតបាក់ញ៉ាំឡើងញ៉ាំទៀតដកទៀតដកទៅនេះដកទៅដកទៅĐi ra. Ok, một chút. Trời này sạch đấy à. Nó cho mắt. Đó đó. Ok. បាទបន្ទាប់ពីដកបានមកសន្ទុះក្រោយមកឥឡូវខ្ញុំបានផ្សិតគួសមដែរឥឡូវត្រឡប់ទៅផ្ទះវិញបងប្អូនបាទឥឡូវយើងបានផ្សិតគួសមច្រើនគួសមដែរឥឡូវគឺតែយកមកឆាបងប្អូនយកមកឆាជាមួយសាច់ជ្រូក3ជាន់របស់យើងណាបាទបងប្អូនសឡក៏បានដែរតែខ្ញុំចូលចិត្តឆាវិញឆាឆ្ងាញ់ជាងបាទឆាឆ្ងាញ់ជាងបាទឆាជាមួយសាច់ជ្រូកក៏ត្រូវបាទសាច់គោក៏ត្រូវសាច់គោកាន់តែមកអេបងប្អូននេះបាទអរគុណបងប្អូនដែលតាមដានទស្សនានៅវីដេអូមួយនេះសូមបងប្អូនជួយfollow page ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀត